នៅថ្ងៃទី13ខែមិថុនាឆ្នាំ2013លោកវរៈសេនីយ៍ឯកញឹមសិលាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបនិងជាប្រធានក្រុមការងារខេត្តចុះជួយឃុំកំពង់ភ្លុកបានដឹកនាំក្រុមការងារគណៈប្រជាជនជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋប្រមាណជាង2000នាក់លោកវរៈសេនីយ៍ឯកញឹមសិលាបានពំនាំនឹងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានទាំង3ទៅកាន់លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យប្រជាពលរដ្ឋនិងអាជ្ញាធរទាំងអស់នៅក្នុងឃុំកំពង់ភ្លុកនិងបានថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រការបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាកន្លងមកនិងបន្តគាំទ្រសម្រាប់ការបោះឆ្នោតជូនគណៈបកប្រជាជនសម្រាប់អាណត្តិទី5នាពេលខាងមុខបន្តទៀតលោកវរៈសេនីយ៍ឯកញឹមសិលាបានបញ្ជាក់ថាមានតែគណៈបកប្រជាជនកម្ពុជាតែមួយទេដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងមិនថាយប់មិនថាថ្ងៃដោយក្នុងនោះលោកវរៈសេនីយ៍ឯកញឹមសិលាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យចាញ់បោកការសន្យាខ្យល់របស់គណៈបកមួយចំនួនដែលបានត្រឹមតែការសន្យាខ្យល់និងសូមឲ្យប្រជាពលរដ្ឋទាំងអស់បន្តការបោះឆ្នោតគាំទ្រជូនគណៈបកប្រជាជនកម្ពុជាដែលមានលេខរៀងទី4នៅលើស្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី5នៅថ្ងៃទី28ខែកក្កដាឆ្នាំ2013ខាងមុខនេះជាពិសេសគាំទ្រដល់បេក្ខភាពសម្ដេចតេជោហ៊ុនសែនបន្តធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិនេះនិងអាណត្តិបន្តបន្ទាប់ទៀតដើម្បីបន្តអភិវឌ្ឍប្រទេសជាតិរបស់យើងឆ្លៀតក្នុងឱកាសនោះដែរលោកវរៈសេនីយ៍ឯកញឹមសិលានិងសហការីបានពំនាំមកជូនលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យនិងប្រជាពលរដ្ឋនៅគ្រឿងឧបភោគបរិភោគមានអំបិលប៊ីចេងខ្ទឹមស្ករសទឹកត្រីទឹកស៊ីអ៊ីវសម្រាប់ត្រៀមប្រើប្រាស់នៅពេលរដូវវស្សាខាងមុខរួមនឹងការផ្ដល់ថវិកាដល់ប្រជាពលរដ្ឋដែលមានជាសមាជិកទាំង2000នាក់ក៏ដូចជាការហូបបាយសាមគ្គីដើម្បីសម្ដែងនៅភាពស្និទ្ធស្នាលក្នុងលក្ខណៈគ្រួសារបកនៃគណៈបកប្រជាជនតែមួយដែលសរុបជាការចំណាយថវិកាអស់ជាង$10,000សហរដ្ឋអាមេរិក